เรียนทางเป็นกิจกรรมខាងពាណិជ្ជកម្មចប់ពីបារាំងបានមកទៅបានធ្វើដំណើរទៅសហរដ្ឋអាមេរិកចប់បារាំងមកស្រុកខ្មែរវិញខ្ញុំធ្វើការជូនក្រសួងហិរញ្ញវត្ថុជាហិរញ្ញវត្ថុជាអធិការកិច្ចរបស់ក្រសួងហិរញ្ញវត្ថុប្រហែលជាង10ឆ្នាំដែរបាទសម័យនោះដល់លន់នល់ឡើងកាន់រាជរដ្ឋាភិបាលលន់នល់ចុងក្រោយហ្នឹងគឺឡុងប៉ារ៉េតអ្នករៀបចំនេះជានាយករដ្ឋមន្ត្រីដល់ខ្ញុំស្គាល់គេច្រើនណាស់ចេះប្រាំងចេះអីចឹងទៅលោកថាបនាងិនជាឧបនាយករដ្ឋមន្ត្រីមេទាហានដោយសារខ្ញុំនៅកាន់ជាក្រសួងហិរញ្ញវត្ថុខ្ញុំមើលកាលនោះមានស្រុកយើងច្បាំងមានជនភៀសខ្លួនអីច្រើនមកពីរតនគិរីមណ្ឌលគិរីទាំងត្រែងអីនេះខ្ញុំមើលមណ្ឌលជនភៀសខ្លួនហ្នឹងនៅម្ដុំគេយកមកដាក់នៅកាម៉ុនពីដើមវាលទេកន្លែងហ្នឹងខាងនេះអត់មានអគារអីទេដាក់សិទ្ធិជនភៀសខ្លួនហ្នឹងខ្ញុំជាអ្នកកាន់ការពុហ្នឹងដោយខ្ញុំប្រឡូកជាមួយរដ្ឋាភិបាលហ្នឹងគេក៏ឲ្យខ្ញុំចូលជារដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុឡើងបនបាទឡើងបនប៉ុន្តែខ្ញុំអត់ទទួលបាទខ្ញុំអត់ទទួលខ្ញុំពិគ្រោះជាមួយពុកក្មេកខ្ញុំដែលជាមាផងថាឥឡូវគេឲ្យធ្វើធំធ្វើបាទគាត់ថាស្រុករបៀបនេះកូនឯងពិចារណាមើលកំពុងតែពិចារណាស្រាប់តែធ្លាក់អាហារូបករណ៍ដែលធ្វើប្រហែលខែមុនគេ interview អត់ស្មានគេប្រកាសហៅក្រសួងហិរញ្ញវត្ថុក្រសួងអប់រំគេហៅទៅប្រាប់ថាឥឡូវបានអាហារូបករណ៍ទៅអាមេរិកមិនអូតើvậyទៅអញ្ចឹង1974ក៏ខ្ញុំចេញទៅអាមេរិកជូឡាយ74ខ្មែរក្រហមកាន់កាប់អេព្រិល75តែ8ខែ7ខែ8ខែខ្ញុំរួចខ្លួនទៅផុតបាត់បាទហើយខ្ញុំក៏មុននឹងស្រុកខ្មែរបយក្រហមបយជុំវិញពេញដល់ផ្សារថ្មីសារអីខ្ញុំបារម្ភខ្ញុំទៅធ្វើច្បាប់យកគ្រួសារផ្ទាល់ទៅបានភរិយានិងកូនរបស់ខ្ញុំទៅបាទដូចរួចមកខ្វិចចឹងទៅបាទអញ្ចឹងបានថាសំណួរលោកមួយសួរហេតុអីដែលមកស្រុកខ្មែរវិញនេះបាទលោកតាទៅរៀននៅសហរដ្ឋអាហារូបករណ៍ទៅសហរដ្ឋអាមេរិកហើយលោកតាបានធ្វើការនៅសហរដ្ឋអាមេរិកយូរឆ្នាំហើយកាន់តំណែងធំទៀតខ្ញុំកាន់ជាប្រធាននាយកដ្ឋានគ្រប់គ្រងតម្លៃអគ្គិសនីនៅរដ្ឋតិចសាសរយៈពេល24ឆ្នាំការងារมัน20យើងទាំងរៀនទាំងការស្នាក់នៅទាំងធ្វើការតែម្ដងខ្ញុំធ្វើការពីកន្លែងមុនដំបូងនៅក្រសួងហិរញ្ញវត្ថុរបស់រដ្ឋបាទធ្វើ4ឆ្នាំបានខ្ញុំផ្លាស់មកកាន់កន្លែងនេះធំជាងបាទព្រោះយើងមានណាបណ្ឌិតហើយបណ្ឌិតនោះលោកតាបានមានទាំងសញ្ញាបត្របណ្ឌិតហើយគ្រួសារក៏នៅនឹងកូនចៅក៏នៅនឹងហើយការងារក៏ល្អនៅនឹងបើគិតអំពីជីវិតនិងជីវភាពគឺល្អប្រសើរខ្លាំងមែនតើហ្មងមិនមែនលោកតាសម្រេចមកស្រុកខ្មែរវិញខ្ញុំពេលដែលបន្ទាប់ពីខ្មែរក្រហមទៅគឺយើងចិត្តថានៅតែមិនទាន់ស្រួលរហូតបានខ្ញុំពិចារណាថាសហរដ្ឋអាមេរិកប្រទេសគេបដិវត្តន៍ពី1776 200ឆ្នាំក្រោយមកគេក្លាយជាមហាអំណាចដោយសារអីដោយសារការអប់រំខ្ញុំសិក្សាប្រៀបធៀបមើលទៅថាដូច្នេះ
ការអប់រំពលរដ្ឋជាអ្នកចេះដឹងគឺជាការចាំបាច់បំផុតដើម្បីសាងប្រទេសឲ្យជឿនលឿនបើប្រជាពលរដ្ឋយើងនៅតែល្ងងក្រក៏នៅតែក្របើប្រជាពលរដ្ឋចេះឆ្លាតវៃក្នុងការរៀនសូត្រមានបញ្ញាយើងអាចលើកស្ទួយប្រទេសយើងឲ្យជឿនលឿនបានត្រង់ហ្នឹងឯងដែលខ្ញុំថាខ្ញុំត្រូវតែមកវិញចឹងនឹងហើយជាពុតប្រហែលចម្បងដែលលោកតាវិលត្រឡប់មកវិញហើយគ្រួសារលោកតាក៏អត់ទាន់ត្រឡប់មកវិញគឺគាត់នៅនឹងសិនទាំងកូនក៏នៅបន្តរៀននៅនឹងចឹងឥឡូវត្រឡប់មកវិញមិញនេះលោកតាលើកឡើងពីរឿងការអប់រំពីព្រោះមានតែការអប់រំទេដែលអាចផ្លាស់ប្ដូរជីវិតជីវភាពរស់នៅនឹងការកសាងប្រទេសឲ្យប្រសើរឡើងត្រឡប់មកសំណួរជាមួយសាលាបញ្ញាសាស្ត្រព្រោះនៅពេលដែលនិយាយអំពីសាលាបញ្ញាសាស្ត្រខ្ញុំជឿថាបងប្អូនប្រជាជនខ្មែរភាគច្រើនគឺស្គាល់សាលាបញ្ញាសាស្ត្រហើយខ្ញុំខ្លួនឯងពេលដែលខ្ញុំនៅជាលោកសង្ឃពេលនោះគឺខ្ញុំធ្លាប់ទទួលបានអាហារូបករណ៍រៀននៅសាលាបញ្ញាសាស្ត្រដែរជាមានជាចៅជាកូនសិស្សម្នាក់ក៏មានការគោរពដឹងគុណដល់លោកតាជាបិតាស្ថាបនិករបស់សាលាបញ្ញាសាស្ត្រមិនបានលោកតាផ្ដួចផ្ដើមសាលាបញ្ញាសាស្ត្រនេះឡើងដើមឡើយលោកតាជាការផ្ដួចផ្ដើមរបស់លោកតាម្នាក់ឯងឬមួយក៏មានបងប្អូនខ្មែរនៅអាមេរិកមួយចំនួនចូលរួមជាមួយលោកតាដែរជាការពិតគឺមិនមែនខ្ញុំម្នាក់ឯងទេបាទខ្ញុំនៅអាមេរិកវាដោយសារសឹងតែធម្មជាតិរបស់ខ្ញុំហើយកាលនៅរៀនធ្វើប្រធានថ្នាក់បាទតើឯណាគេចិត្តតែឲ្យធ្វើប្រធានហ្នឹងមិនមែនខ្ញុំបកកាយជាងគេទេខ្ញុំអ្នកបម្រើគេចូលចិត្តយកចិត្តទុកដាក់ពង្រួមហៅគ្នាមកប្រជុំធ្វើការពិចារណាដល់អញ្ចឹងទៅគេថាអញ្ចឹងបើបងចង់ធ្វើអញ្ចឹងគេគ្រប់គ្រងបាទព្រោះនៅនោះខ្ញុំប្រធានអង្គការខ្មែរដែលនៅសហរដ្ឋអាមេរិកព្រោះអីពេលដែលខ្មែរយើងទៅមុនដំបូងគេបង្អាប់ថាយើងចេះតែទទួលទានគេហៅ welfare living គេថារស់នៅដោយសារជំនួយរដ្ឋហើយខ្ញុំបង្កើតសមាគមគ្រប់រដ្ឋទាំងអស់កាលនោះមានលោកវ៉ាន់សអីគាត់ស្លាប់អស់ប៉ុន្តែមានគូសំអាងអីទាំងអស់គ្នាខ្ញុំហ្នឹងរួមទាំងដុកទ័រសិនសប្ងៃហ្នឹងផងក៏ជាសមាជិកដែរយើងទៅចែកគ្នាថាគួរយើងធ្វើអីមួយចំពោះជាតិម្ដាយយើងឈឺធ្ងន់ណាស់យើងត្រូវព្យាបាលហើយការព្យាបាលនេះគឺមានតែព្យាបាលតាមរយៈការអប់រំបាទបានក៏សម្រេចជ្រើសរើសថាអញ្ចឹងយើងធ្វើសាលាមួយទៅបាទចែកគ្នាដេញដោលទៅមានទាំងលោកឆឹងសុផុនអីកូនក្មួយបងប្អូនអីទៅចែកគ្នាទៅក៏រើសម៉ូតូរើសឈ្មោះហើយខ្ញុំសម័យឃើញថាម៉ែយើងមានសត្រាស្លឹករឹតជាគោលអញ្ចឹងក៏ចង់ដាក់ឲ្យភ្ជាប់ជាមួយស្ត្រាស្លឹករឹតហ្នឹងហើយមានអ្វីទេមានតែបញ្ញាទេដែលនៅយើងទាញបានពីស្ត្រាស្លឹករឹតក៏ទៅចែកគ្នា brainstorm ទៅវាចេញឈ្មោះបញ្ញាសាស្ត្រសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាទៅបាទហើយមានម៉ូតូស្អាតមែនតើទៀតបាទមានម៉ូតូទៀតសិលសមាធិបញ្ញាយើងមានសិលដើម្បីនឹងយើងសាងលក្ខណៈបុគ្គលិករបស់យើងពីព្រោះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបើសិនណាជាបុគ្គលម្នាក់មានគ្រោះថ្នាក់ភ្លើងឆេះចោលលួចអស់ទ្រព្យថាកុំអាលភ័យពេកគង់ហៅបានទេបាទហើយបើសិនណាជាលាក់ខ្លួនឈឺក៏មានពេទ្យព្យាបាលដែរកុំឲ្យតក់ស្លុតពេកបាទប៉ុន្តែបើអ្នកបាត់បុគ្គលិកលក្ខណៈគឺចរិតរបស់អ្នកចប់ហើយអ្វីគ្រប់យ៉ាងទៅអស់ហ្មងទៅអស់បាទអញ្ចឹងសំខាន់ណាស់ពុទ្ធវចនៈហ្នឹងខ្ញុំចាំរហូតខ្ញុំថា character building អញ្ចឹងបានតែខ្ញុំបើក
សាលាហ្នឹងហើយបើកអនុវិទ្យាល័យក្នុងអនុវិទ្យាល័យឯកជនហ្នឹងខ្ញុំហ៊ានសន្យាថាមកស្រុកខ្មែរមានសាលាយើងមួយទេដែលបង្រៀន character building class ចាប់តាំងពីមត្តេយ្យរហូតដល់លើចេះថ្វាយបង្គំចេះសូត្រមន្តឥឡូវហ្នឹងនៅសាលាបញ្ញាសាស្ត្រអន្តរជាតិទាំងប្រមាណថ្ងៃសិលឈប់សូត្រមន្តសិន អូ ឲ្យលោកឲ្យសុំសិលសិនបានរៀនតទៀត សុំសិនបានជាគោលធំណាស់លោកតាមុនទៅបន្តទៀតខ្ញុំមានពាក្យកន្លឹះពីរដែលចាប់អារម្មណ៍លោកតាលើកឡើងមិញណាព្រោះតាថាលោកតាជាប្រធានសមាគមប៉ុន្តែលោកតាជាអ្នកបម្រើសូមឲ្យលោកតាពន្យល់កន្លែងហ្នឹងបន្តិចព្រោះខ្ញុំគិតថាពាក្យនេះសំខាន់ខ្លាំងមែនតើយើងជាប្រធានសមាគមយើងជានាយកមែនគេថាទុកជាមេប៉ុន្មានតែមិនមែនមេទេប្រធានហ្នឹងគឺជាអ្នកបម្រើជាអ្នកបារម្ភពីគេពីឯងបើទូទានបាយកូនសមាជិកមិនទាន់ឆ្អែតប្រធានហ្នឹងក៏មិនហ៊ានឆ្អែតដែរត្រូវតែមើលប្រធានហ្នឹងគឺថាអ្នកយកចិត្តទុកដាក់ដែលពាក្យភាសាអង់គ្លេសថា servant leader បាទជាអ្នកបម្រើវិញទេប្រធាននេះអ្នកដែលយកចិត្តទុកដាក់មែនតើក្នុងពុទ្ធសាសនាក្តីក្នុងទស្សពិតរាជធម៌ក្តីស្ដេចផែនដីជាអ្នកបម្រើតាដែលគេខ្លាចហ្នឹងដោយសារលោកជាអ្នកបម្រើគេរកសេចក្តីសុខឲ្យគេប៉ុន្តែដល់យូរវែងទៅថាអញហើយកុំឲ្យវង្វេងកាលណាឡើងជាមេបានសេចក្តីថាទទួលបន្ទុកធ្ងន់ហើយដូចមេហ្នឹងគឺដូចមេដាអញ្ចឹងតើមេដាពិបាកយ៉ាងណាក្នុងការចិញ្ចឹមកូនមេដឹកនាំហ្នឹងលោកត្រូវប្រើធម៌មេត្តាហ្នឹងដែលលោកហៅថាព្រំហេធរហ្នឹងបាទ ហើយមួយដ៏សំខាន់ទៀតលោកតាខ្ញុំមិញលោកតាថាមេដាយើងឈឺហើយយើងរួបរวมគ្នាដើម្បីកសាងដើម្បីព្យាបាលមេដាយើងវិញសូមលោកតាជួយមេដាហ្នឹងគឺកម្ពុជាហ្នឹងឯងបាទអញ្ចឹងកន្លែងហ្នឹងវាសំខាន់ខ្លាំងមែនតើណានៅពេលដែលប្រជាពលរដ្ឋរបស់ខ្លួនគិតដល់ជាតិមាតុភូមិជាបិតារបស់ខ្លួនជាមេដារបស់ខ្លួនមានន័យថាទាំងអស់គ្នាប្រកាសជាមានធម៌ពលក្នុងការប្រឹងប្រែងជួយមេដារបស់ខ្លួនអញ្ចឹងសូមលោកតាជួយបញ្យល់បន្ថែមលើនឹងតិចបានទេត្រង់នេះវាជ្រៅវាជាប់នឹងធម៌កតញ្ញូបាទយើងតែគិតថាកតញ្ញូតលតែស្រឡាញ់មេត្តាដែលបង្កើតជីវិតយើងចិញ្ចឹមយើងឪពុកយើងម្ដាយយើងបន្ទាប់មកលោកគ្រូអីចឹងទៅប៉ុន្តែកុំភ្លេចមេត្តាធំបើអត់មានមេត្តាធំមេត្តាយើងជីដូនជីតាយើងក៏អត់មានដែរអញ្ចឹងពាក្យថាកម្ពុជារដ្ឋនេះប្រទេសខ្មែរនេះដែលមានអង្គរវត្តនឹងនៅតែជាមេត្តាធំរបស់យើង DNA វាជាប់មកក្នុងហ្នឹងកើតជាខ្មែរហ្នឹងអញ្ចឹងយើងមិនអាចភ្លេចមិនតបគុណមិនខំធ្វើល្អចំពោះប្រទេសជាតិវិញបានធ្វើយ៉ាងម៉េចប្រទេសជាតិក៏វត្តលោកមានចង់បានអីពីយើងធ្វើយ៉ាងម៉េចថាជួយសង្គ្រោះជនដែលរងគ្រោះសពថ្ងៃក្តីតទៅអនាគតក្តីបណ្ដោះលើកូនខ្មែរយើងឲ្យថ្លៃថ្នូរឡើងអាហ្នឹងហើយដែរយើងកូនចៅជាអ្នកពាក់គុណដូចថ្មីមានលោកជំទាវក្មួយស្រីកូនសិស្សយើងដែរបញ្ញាសាជើញមកពីអាល្លឺម៉ង់មកជួយខ្មែរយើងបងសុភាបាទសុភាអូអតីតសិស្សបញ្ញាសាដែរអតីតបញ្ញាសាអូបាទហើយទៅជួបខ្ញុំព្រឹកមិញបាទហើយគាត់មកពីកំពង់ធំបាទអូល្អមែនតើហើយគាត់មើលឃើញថាគាត់មកនេះគាត់ឃើញស្រុកខ្មែរជាម្ដាយមើលស្រុកខ្មែរកុំឲ្យមើលថានេះដីហើយដីដែលយើងរស់ហ្នឹងគឺជាម្ដាយរបស់យើងព្រោះយើងកើតលើនៅហ្នឹងមេត្តាបិតាយើងនៅហ្នឹង DNA យើងនៅហ្នឹងយើងអាចបើនិយាយតាមធម៌យើងអាចកើតនៅនេះកើតនោះប៉ុន្តែយើងកើតនៅកន្លែងហ្នឹងច្រើនជាងគេ it due to attachment ការជាប់ជំពាក់ផ្លូវចិត្តនឹងវាទាញឲ្យយើងមកហ្នឹងហើយបើយើងធ្វើបុណ្យធ្វើទានឲ្យប្រសើរទៅឋានសួគ៌អីចឹងទៅប៉ុន្តែចប់ពីហ្នឹងមកវិញហើយបើអស់បុណ្យហ្នឹងមិនព្រមសំខ្ញុំហៅថា divine ABA account គឺយើងត្រូវបង្កើត
លេខធនាគារទឹកមួយសម្រាប់ជីវិតរបស់យើងមិនដឹងទៅណាមានហើយមិនអោបទេគឺក្នុងអរិយទ្រព្យនេះគឺត្រូវធ្វើទានរក្សាសិលភាវនាដើម្បីនឹងឲ្យបានបុណ្យទៅថ្ងៃក្រោយគឺកើតនៅក្នុងប្រទេសដ៏សមគួរហើយយើងសមគួរហើយប្រទេសពុទ្ធសាសនាអស្ចារ្យ អស្ចារ្យលោកតាជាពេជ្រជាទ្រព្យសម្បត្តិដ៏អស្ចារ្យលោកតានៅដល់ចំណុចនេះធ្លាប់ឮលោកតាមានប្រសាសន៍ជាច្រើនដងលោកតាថាបានលោកតាថាពេជ្រនៅកន្លែងយើងបើតែទៅចំណាយពេលខាតពេលទៅស្រុកគេបាទខ្ញុំប្រៀបធៀបចេះទេនៅក្នុងរឿងមួយរឿងពិតបាទនៅអាហ្វ្រិកាមានគ្រួសារមួយគាត់មានផ្ទះនៅបែបភ្នំហើយភ្នំហ្នឹងតាមភ្នំហ្នឹងទឹកហូររឹកមកចឹងរហូតទៅរាល់នេះចឹងទៅហើយមានថ្មមានអីចឹងគាត់នៅហ្នឹងគាត់លក់ផ្ទះហ្នឹងឮសូរគេថាសបោឆ្នាំសម័យនោះដើររកពេជ្រគាត់លក់ផ្ទះហ្នឹងចោលគាត់ដើររកទៅដល់ស្ប៉េនប៉ូទុយហ្គាល់ពីអេស្ប៉ាញដើររកស្រាប់តែគេកសែតលន់ដុនគេចុះផ្សាយចុះតែគេរកឃើញពេជ្រ1ហិកតានៅក្បែរភ្នំនោះក្បែរផ្ទះគាត់នៅលើហ្នឹងនៅក្នុងភូមិគាត់ហ្នឹងពីព្រោះអ្នកថ្មីហ្នឹងគេមានក្មេងមួយកូនគេមួយដើរលេងគេវាយថ្មទៅបែកទៅគេយកមកឲ្យគេមើលប្រាប់ថាអូពេជ្រផ្អើលគេចុះពេញមកពិភពលោកឯណោះអាឡៃនៅស្ប៉េនថាភូមិអញសត្វតែពេជ្រអញលក់គេបាត់ហើយថាម៉េចហ៎គាំងបែរôngឡាប់អញ្ចឹងបានថាan hectare of land ខ្ញុំបកស្រាយមកវិញថាចេះចំពោះយើងបាទមានព្រះពុទ្ធសាសនាលោកថាកម្រមានសម្បត្តិមាន6សម្បត្តិទី1កម្របានកើតជាមនុស្សហើយយើងបានកើតជាមនុស្សហើយសម្បត្តិទី2លោកហៅបទេសកាលបទេសសម្បត្តិប្រទេសហ្នឹងគឺប្រទេសហើយនគរបាទកម្របានកើតនៅក្នុងនគរមួយដែលមានសេចក្តីសុខចម្រើនថ្កុំថ្កើងកម្រកាលសម្បត្តិបានកើតក្នុងប្រទេសមួយដែលមានព្រះពុទ្ធសាសនាជាគ្រូហេទី1កម្របានកើតជាមនុស្សហើយយើងប្រៀបធៀបថានៅឋាននរកប្រមាណសត្វក្នុងព្រៃប្រមាណសត្វក្នុងសមុទ្រប្រមាណមនុស្សមានប្រមាណនៅតែតិចជាងពួកនោះហើយបានកើតក្នុងប្រទេសដ៏សមគួរខ្មែរយើងនេះអត់សូវមានគ្រោះថ្នាក់ទេបាទតិចល្មមក្តៅល្មមមិនដូចអាឡាស្កាមិនដូចជប៉ុនទេអត់មានភ្នំភ្លើងទេឥឡូវនេះវាអាចមាន2លានឆ្នាំអីទៀតទៅអាហ្នឹងធម្មតាទេផែនដីវាវិវត្តរបស់ផែនដីវាតែងតែមានទេប៉ុន្តែសម្រាប់ឥឡូវនេះគឺយើងអស្ចារ្យបាទហើយកើតក្នុងកាលវេលាដែលយើងគោរពមានគោរពមានពុទ្ធសាសនាត្រង់ហ្នឹងហើយដែលថាយើងមានដីក្របពេជ្រ1ហិកតាយើងអត់នៅយើងដើររកខាងក្រៅខ្ញុំទៅរកធរនៅបារាំងជួបលេននេះជួបស្តាលីននេះជួបម៉ៅបាទគេបង្រៀនអញ្ចឹងនៅគេហៅរ៉ូដងវ៉ាងសេតរ៉ូដងនៅទីក្រុងប៉ារីនោះមានកន្លែងសម្ដេចតាលោកសង់ផ្ទះឲ្យមួយហើយផ្ទះខ្មែរពីដើមនៅជាមួយគេមួយឯងនៅមួយឥណ្ឌូចិនហើយយើងមួយឥណ្ឌូចិនយើងភាគតិចនៅមានបានសក់អីចឹងសម្ដេចតាលោកមានទស្សនវិស័យល្អលោកសាងឲ្យមួយបើក្រោយមកពួកយើងចានេះទៅឆ្លោះគ្នាកាប់គ្នាអីណាញ៉ៃឲ្យគេឲ្យបារាំងកាន់កាប់ឥឡូវលោកតាត្រឡប់មកសាលាបញ្ញសាស្ត្រវិញខ្ញុំក៏ជានិស្សិតទទួលបានអាហារូបករណ៍ពីលោកតា
ហើយក៏ខ្ញុំជឿថាមាននិស្សិតជាច្រើនទៀតដែលទទួលបានអាហារូបករណ៍ដែរហើយក៏ខ្ញុំធ្លាប់បានលើថាលោកតាឲ្យអាហារូបករណ៍គេច្រើនអញ្ចឹងសាលាមិនចំណេញទេ ឆ្លាអត់ទេណៃចេះរស់យ៉ាងមកសឹកពីច្រើនបើដល់ឥឡូវហ្នឹងយ៉ាប់ដែរពីយើងបានអាគារល្អអីចឹងទៅយើងក៏